ហើយអ្វីត្រូវទុកចិត្តលើយុទ្ធសាស្ត្រសង្គ្រាមរបស់សម្ដេចតេជោហ៊ុនសែនចាគ្រប់នឹងជម្រាបសួរទៅកាន់មិត្តអ្នកស្ដាប់ទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមលើកយកអត្ថបទមួយដែលរៀបរាប់ដោយបងប្រុសម្នាក់ដែលគាត់មានឈ្មោះថាហុកណាវីដែលគាត់នឹងរៀបរាប់អំពីថាហេតុអ្វីបានជាយើងត្រូវទុកចិត្តលើយុទ្ធសាស្ត្រសង្គ្រាមរបស់សម្ដេចតេជោហ៊ុនសែនហើយនាងខ្ញុំនឹងធ្វើការលើកយកនៅសំណេររបស់លោកមកអានចាចម្លើយនោះគឺបើយើងស្ដាប់តាមសម្ដេចហ៊ុនសែនអនុវត្តតាមក្បួនសឹកសម្ដេចយើងប្រកាសជាឈ្នះក្នុងសង្គ្រាមប៉ុន្តែបើមិនស្ដាប់ទេធ្វើតាមចិត្តខ្លួនឯងយើងប្រកាសជាចាញ់សម្ដេចហ៊ុនសែនមានសមត្ថភាពដឹកនាំកងទ័ពតិចជាងសត្រូវប៉ុន្តែអាចយកឈ្នះលើសត្រូវឈ្លានពានបានសម្ដេចហ៊ុនសែនចាត់ទុកសមរភូមិគឺជាកន្លែងស្លាប់រស់របស់កងទ័ពដូច្នេះរាល់យុទ្ធសាស្ត្រក្នុងសង្គ្រាមត្រូវតែមានភាពច្បាស់លាស់នៅគ្រប់ចំណុចការដាក់បទបញ្ជាពីនាយទាហានដល់មកកងទ័ពផ្អែកលើបទពិសោធន៍នៃសម្ដេចបានឆ្លងកាត់សមរភូមិឈ្នះហេតុអ្វីសម្ដេចហ៊ុនសែនតែងតែប្រើប្រាស់យុទ្ធសាស្ត្រក្នុងសង្គ្រាមធំចម្លើយនោះគឺសម្ដេចហ៊ុនសែនគឺស្គាល់គ្នាអំពីតម្លៃនៃសង្គ្រាមទប់ទល់យ៉ាងពិតប្រាកដនិងម៉ត់ចត់នៃយុទ្ធវិធីការវាយឆ្មក់និងបំភាន់គ្រប់យ៉ាងគឺពឹងផ្អែកលើប្រាជ្ញាពិតណាស់នៅគ្រប់សមរភូមិគឺការយកឈ្នះដោយយុទ្ធសាស្ត្រមិនមែនដោយកម្លាំងទេបងប្អូនមួយចំនួនប្រកាសជាធ្លាប់លេងអុកគឺស៊ីទៅវិញទៅមករហូតអស់កូនអុកនៅលើក្តារអុកគោលបំណងនៃការលេងអុកគឺបង្ខំឲ្យសត្រូវចុះចាញ់រកផ្លូវកំចាត់កូនអុកគ្នាទៅវិញទៅមកគ្រប់អុកនីមួយៗសុទ្ធតែមានឋានៈអាចដើរបានតាមជំហានជាក់លាក់គោលបំណងធំគឺត្រូវសម្លាប់ស្ដេចដែលខុសពីក្បួនអុកចិនដែលត្រូវប្រើកូនអុកបន្តិចបន្តួចដើម្បីវាទីគ្រប់គ្រងផ្អែកលើប្រសិទ្ធភាពនៃយុទ្ធវិធីទោះបីជាសត្រូវមានកម្លាំងខ្លាំងប៉ុណ្ណាក៏មិនអាចឈ្នះបានដែរតើអ្វីទៅជាភាពលេចធ្លោនៅក្នុងសង្គ្រាម5ថ្ងៃចម្លើយនោះគឺសម្ដេចហ៊ុនសែនធ្លាប់មានប្រសាសន៍ថាកងកម្លាំងទ័ពតែមួយមិនអាចមានព្រៀបនៅលើសង្គ្រាមបានទេឯសភាវុធក៏មិនមែនជាកម្លាំងស្នូលនៃកងទ័ពដែរក្នុងសង្គ្រាម5ថ្ងៃកងទ័ពសៀមបានព្យាយាមប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់បែកនៅលើទឹកដីខ្មែរបាញ់កាំជ្រួចនិងផ្លោងគ្រាប់កាំភ្លើងធំរាប់ពាន់គ្រាប់មកលើខ្មែរដើម្បីជាការបើកផ្លូវឲ្យកងទ័ពថ្មើរជើងចូលប៉ុន្តែកងទ័ពសៀមនៅតែមិនអាចយកឈ្នះបានដោយសារតែយុទ្ធសាស្ត្រសង្គ្រាមសម្ដេចហ៊ុនសែនគំនិតរបស់មេទ័ពសៀមនៅពេលនោះគឺសម្រាប់កងទ័ពខ្មែរឲ្យបានច្រើននិងគ្រប់គ្រងវាទីព្រំដែនចូលមកទឹកដីខ្មែរឲ្យបានដោយដែលបានសន្យាជាមួយស្ដេចថៃនិងប្រជាជនថៃប៉ុន្តែសម្ដេចបានស្គាល់យុទ្ធសាស្ត្ររបស់សៀមច្បាស់ណាស់ដូចជាទីតាំងកាំភ្លើងធំប្រតិបត្តិការយន្តហោះចម្បាំងនិងកន្លែងចល័តកងទ័ពសៀមសម្ដេចបានក្តោបបានទាំងអស់ទើបអាចគេចរួចពីការវាយឆ្មក់របស់សៀមនិងអាចរៀបខ្សែត្រៀមចាំត្រៀមវាយឆ្មក់ទៅលើកងទ័ពសៀមពេលហ៊ានដើរចូលមកលើទឹកដីខ្មែរថែមទៀតអាចដាច់ក្បាលដាច់ខ្លួនដាច់ជើងស្លាប់ពេញព្រៃរាប់រយនាក់ចំពោះការព្យាយាមទម្លាក់គ្រាប់បែកដោយយន្តហោះចម្បាំងការបាញ់កាំភ្លើងធំប្រើរថក្រោះនិងការប្រយុទ្ធទ័ពព្រៃរបស់សៀមមិនបានធ្វើអ្វីខ្មែរកើតទេថែមទាំងឲ្យខ្មែរបានដឹងថាកងទ័ពសៀមមកតាមច្រកណានិងត្រូវប្រយុទ្ធដោយរបៀបណាកងទ័ពខ្មែរដែលពូកែខាងទ័ពព្រៃការចល័តទ័ពនិងវិន័យនិងអ្វីដែលប្រឈមគូបាញ់មិនបាញ់គឺកងទ័ពខ្មែរពូកែនឹងច្បាស់ណាស់គ្រាប់កាំភ្លើងរបស់ខ្មែរគឺបាញ់សត្រូវមិនមែនបាញ់តាពាសដូចសៀមឡើយដូច្នេះហើយទើបបានជាកងទ័ពសៀមមិនហ៊ានចូលគៀកក្បែរខ្មែរទេព្រោះកាំភ្លើងដែលចេញពីកាណុងរបស់កងទ័ពខ្មែរមួយគ្រាប់អាចបញ្ចប់ជីវិតរបស់ពួកគេបាន
ហេតុអ្វីសម្ដេចហ៊ុនសែនព្យាយាមបញ្ចប់សង្គ្រាមតាមរយៈនយោបាយការទូតនិងនីតិវិធីអន្តរជាតិចម្លើយនោះគឺសម្ដេចហ៊ុនសែនយល់ច្បាស់ថាការធ្វើសង្គ្រាមនឹងអាចទៅរកវិនាសកម្មវិធីសាស្ត្រដើម្បីឈ្នះគឺមិនចាំបាច់ច្បាំងទេគឺជាគោលនយោបាយឈ្នះឈ្នះរបស់សម្ដេចបានប្រើប្រាស់កន្លងមកសម្រាប់សៀមជាប្រទេសដែលហ៊ានទៅលោតចូលសង្គ្រាមនិងមិនបានគិតអំពីការខាត់បងនៅទំហំកម្រិតណាសួរថាខ្មែរយើងគួរតែកំដរសង្គ្រាមដែរឬទេខ្មែរគឺមិនអាចកំដរសង្គ្រាមនោះទេពីព្រោះគ្មានប្រយោជន៍អ្វីដល់ខ្មែរហើយថែមទាំងរងគ្រោះដល់កងទ័ពនិងជនស៊ីវិលថែមទៀតផងដូច្នេះហើយទើបយើងត្រូវសួរខ្លួនឯងថាតើការប្រយុទ្ធដើម្បីអ្វីឬមានវិធីអ្វីដើម្បីដោះស្រាយដូចគេលើកឡើងថាកំហឹងអាចឲ្យរីករាលដាលប៉ុន្តែមនុស្សដែលស្លាប់មិនអាចធ្វើឲ្យរស់វិញបានទេការរៀបរាប់ទាំងនេះគ្រាន់តែជាការសង្ខេបបែបខ្លីដើម្បីឲ្យបងប្អូនបានស្វែងយល់បើមិនយល់នៅត្រង់ចំណុចណាអាចសួរបន្ថែមបាននិងបើសិនលើសខ្វះត្រង់ចំណុចណាសូមមេត្តាជួយបំពេញបន្ថែមសូមគោរពអរគុណក្នុងការចំណាយពេលវេលាសូមអរគុណចា៎បងប្អូននេះគឺជាមតិទាំងស្រុងរបស់បងប្រុសហុកណាវីដែលគាត់បានរៀបរាប់អំពីហេតុអ្វីត្រូវទុកចិត្តលើយុទ្ធសាស្ត្រសង្គ្រាមរបស់សម្ដេចហ៊ុនសែនសូមអរគុណបងប្អូនយើងជួបគ្នាបន្តទៀតនៅវីដេអូក្រោយ